សូមស្វាគមន៍មកការរៀនភាសាចិន step by step ដែលនឹងបង្ហាញពី step នីមួយៗផ្ដល់ភាពងាយស្រួលក្នុងការសិក្សាភាសាចិនដោយខ្លួនឯងតែជាចឹងថ្ងៃនេះយើងមករៀនបន្តទៀតទាក់ទងទៅនឹងគំនូសអក្សរដែលយើងមានភ្ជាប់ជាមួយនឹងឧទាហរណ៍មានដូចជាពាក្យរបៀបនៃការសរសេរនិងការបង្កើតប្រយោគហើយទៅគឺយើងរៀនដើម្បីផ្ដល់ភាពងាយស្រួលក្នុងការសរសេរអក្សរចិននិងងាយចងចាំអក្សរចិនបានឆាប់ហើយតើការពីវីដេអូមុនយើងរៀនចាប់ពីលេខ11ដល់លេខ15អញ្ចឹងយើងរៀនថ្ងៃនេះយើងរៀនចាប់ពីលេខ16ដល់លេខ20好的那现在你们跟老师读好的打第1写勾写勾提提横着提横着提横着这勾来能កាត់横着这勾ចុងក្រោយ横撇弯钩横撇弯钩ហៅទៅ横撇弯钩អញ្ចឹងអ្នកទាំងអស់គ្នាចាប់ពីគំនូសអក្សរទី1រហូតដល់គំនូសអក្សរទី20នេះគឺយើងរៀនបាន20គំនូសអក្សរណាហើយតើអញ្ចឹងឥឡូវយើងក៏លេខមកមើលឧទាហរណ៍ទាំង5នៃគំនូសអក្សររបស់យើងវិញម្ដងដែលឧទាហរណ៍ទី1គឺយើងអានថាវ៉វ៉ប្រែថាខ្ញុំហើយនេះគឺជារបៀបនៃការសរសេរអក្សរវ៉ហើយតើវាមានតាម step របស់វាអញ្ចឹងទៅទី2យើងអានថាស៊ីហើយតើយើងបានព្យញ្ជនៈស៊ីជាមួយស្រៈអ៊ីស៊ីសលេងទី2យើងអានស៊ីប្រែថាសិក្សាឬក៏រៀនហើយតើនេះគឺជាគំនូសអក្សររបស់ស៊ីហើយតើទី3យើងអានថាស្វប្រែថានេះនិយាយដែលយើងបានព្យញ្ជនៈឈឺជាមួយស្រៈអឈឺអស្វសលេងទី1យើងអានស្វហើយតើស្វប្រែថានិយាយឧទាហរណ៍ទី4ណៃប្រែថាយាយហើយតើយាយហើយតើណៃយើងបានព្យញ្ជនៈនឿជាមួយស្រៈអាយនឿអាយណៃសលេងទី3យើងអានថាណៃអញ្ចឹងយើងអានថាណៃប្រែថាយាយហើយតើសម្រាប់ឧទាហរណ៍ចុងក្រោយយើងអានថាណានេះប្រែថានោះយើងបានព្យញ្ជនៈនឿជាមួយស្រៈអាសលេងទី4យើងអានណាហើយតើ那现在你们跟老师读好的តើយើងអានសាថ្មីណាតាទី1វ៉ស៊ីស្វណៃណាហើយតើចឹងឥឡូវយើងកន្លែងមកមើលការបង្កើតប្រយោគរបស់យើងវិញម្ដងដែលប្រយោគទី1តើតើទៅនឹងអក្សរវ៉យើងបង្កើតប្រយោគថា我没钱了ខ្ញុំគ្មានលុយទេហើយតើខ្ញុំគ្មានលុយទេទី2ស៊ីសិក្សាឬក៏រៀនហើយតើ我在网上学中文ហើយតើខ្ញុំរៀនភាសាចិនតាមប្រព័ន្ធអនឡាញហើយទី3ស្វប្រែថានេះនិយាយ你会说中文吗តើអ្នកចេះនិយាយភាសាចិនទេហើយតើទី4ណៃប្រែថាយាយ他是我的奶奶ហើយតើគាត់គឺជាយាយរបស់ខ្ញុំ他是我的奶奶គាត់គឺជាយាយរបស់ខ្ញុំហើយតើប្រយោគចុងក្រោយចាតើតើទៅនឹងអក្សរណាប្រែថានោះ那是我的猫នោះគឺជាឆ្មារបស់ខ្ញុំ那是我的猫ហើយតើនោះគឺជាឆ្មារបស់ខ្ញុំអញ្ចឹងសម្រាប់វីដេអូមេរៀនថ្ងៃនេះលាសូមបញ្ចប់ត្រឹមប៉ុណ្្នឹងសិនហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណ